ទ្រព្យសម្បត្តិលុយកាក់ត្រូវបានចាត់ទុកជាធម្មពលម្យ៉ាងដែលអាចស្រាលឬធ្ងន់អាស្រ័យទៅលើរបៀបដែលយើងរកនិងប្រើប្រាស់វាធម្មពលរបស់ប្រម៉ៃលក្ស្មីអាចនៅគុំក្រងទ្រព្យសម្បត្តិឲ្យនៅគង់វង្សយូរអង្វែងបានលុះណាតែទ្រព្យនោះរកបានដោយសុចរិតដោយខិតខំមិនបំពេញអ្នកដទៃនិងជាទ្រព្យដែលនាំមកនូវសេចក្តីស្ងប់ទ្រព្យទាំងឡាយណាដែលបានមកពីការលោភបោកបញ្ឆោតឬអសិលធម៌អាចបានមកច្រើនតែចិត្តមិនស្ងប់ហើយខ្លះជាបន្ទុកដែលទាញទម្លាក់នៅធម្មពលប្រម៉ៃលក្ស្មីឲ្យនៅសល់ត្រឹមតែធម្មពលអលក្ស្មីទ្រព្យដែលបានមកដោយធម៌នោះធម៌រមែងរក្សាទ្រព្យឯទ្រព្យដែលរកបានដោយអធម៌នោះវិបដិសារីនឹងបំផ្លាញទ្រព្យទាំងនោះដោយសារតែទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ជាធម្មពលម្យ៉ាងដែលងាយស្រូបយកធម្មពលអលក្ស្មីបំផុតនោះទើបយើងត្រូវមានធម៌ដើម្បីជួយទប់ស្កាត់និងឃុំក្រងនៅទ្រព្យសម្បត្តិដែលស្មើនឹងការប្រមូលផ្ដុំនៅធម្មពលរបស់ប្រម៉ៃលក្ស្មីមកឃុំក្រងថែរក្សានៅទ្រព្យដែលយើងខិតខំប្រឹងប្រែងរកមកបាននេះជាពាក្យអធិដ្ឋានប្រចាំថ្ងៃដែលជួយឲ្យទ្រព្យសម្បត្តិដែលយើងរកបានត្រូវមើលថែដោយធម្មពលរបស់ប្រម៉ៃលក្ស្មីខ្ញុំរកទ្រព្យដោយសុចរិតនិងភាពស្មោះត្រង់ទ្រព្យដែលហូរចូលមកក្នុងជីវិតរបស់ខ្ញុំគឺជាទ្រព្យបរិសុទ្ធនិងមានពន្លឺទ្រព្យនាំមកនូវសេចក្តីស្ងប់មិនមែនជាបន្ទុកខ្ញុំប្រើប្រាស់ទ្រព្យដោយមេត្តានិងការទទួលខុសត្រូវធម៌ដឹកនាំការសម្រេចចិត្តរបស់ខ្ញុំទ្រព្យនិងធម៌ហូរចូលមកព្រមគ្នាក្នុងជីវិតរបស់ខ្ញុំ